បុរសម្នាក់នេះចៃដន្យឲ្យរើសបានក្រវិលមាសមួយពេលដែលគេពាក់វាស្រាប់តែទទួលបានប្រព័ន្ធបដូរសម្រាមជារតនសម្បត្តិគ្រាន់តែប៉ះឡានក្មេងលេងសោះវាប្រែទៅជាឡានស្ពតតម្លៃរាប់លានសូម្បីតែកំណាត់ក្រណាត់រើសពីគំនរសម្រាមក៏អាចក្លាយជាផ្ទាំងគំនូរតម្លៃរាប់លានថែមទាំងអាចជួសជុលរបស់បុរាណឲ្យក្លាយជាថូបការដ៏មានតម្លៃទៀតផងពេលដែលគេចង់បដូរវាបន្តទៀតទើបដឹងថាថាមពលនេះប្រើបានតែ3ដងទេក្នុងមួយថ្ងៃតែប៉ុណ្ណឹងក៏គេស្កប់ស្កល់បាត់ទៅហើយបន្ទាប់មកគេក៏យករដនសម្បត្តិទាំងនេះទៅទីផ្សារវត្ថុបុរាណដើម្បីឲ្យគេវាតម្លៃថៅកែជួយមើលបន្តិចមកអេប្អូនប្រុសរបស់ឯងនេះគ្មានតម្លៃអីទេអញចេះចោះខ្ញុំឲ្យ1000លក់ឲ្យខ្ញុំទាំងអស់មកអូខេ2000ចុះមើលទៅរៀងរើវាគំនូរនឹងធូបការនេះច្បាស់ជាមានតម្លៃលើស2000មិនខានឬមួយវាហ៊ានមកបោកប្រាស់ខ្ញុំយកមកខ្ញុំមើលបន្តិចសិនឲ្យខ្ញុំមើលម្ដងទៀតអេប្អូន5000ខ្ញុំយកគិតយុទ្ធធានាតម្លៃនេះគឺខ្ពស់បំផុតហើយនាងឯងក៏ចង់មើលដែរគំនូរនេះមិនក៏ដូចស្នាដៃរបស់ខាងយិនម្លេះអញ្ចឹងរបស់មួយឈុតនេះយ៉ាងម៉េចឃើញទេខ្ញុំឲ្យ1លានហាអាយ៉ា1លានមែនហ្នឹងពិតជាស្នាដៃពិតរបស់ខាងយិនមែនតែគំនូរនេះដូចជាធ្លាប់ជួសជុលអញ្ចឹងឬមួយក៏អាល្អិតនេះជាជាងជួសជុលវត្ថុបុរាណស្នាដៃជួសជុលនេះពិតជាល្អឥតខ្ចោះមែនដូចជារបស់ថ្មីអញ្ចឹងនៅមានមួយទៀតបើអញ្ចឹងមើលវាបន្តិចទៅស្រីម្នាក់នេះចេះតែសម្លឹងមើលមុខអញធ្វើអីមិនមែនលងស្នែងទេដឹងហាងរបស់ខ្ញុំមានសង្ឃឹមហើយមានបច្ចេកទេសជួសជុលខ្លាំងបែបនេះរតនសម្បត្តិដែលខូចនោះប្រកាសជាអាចជួសជុលបានហើយសុំសួរមួយបានទេលុយ1លានបូករួមនឹងប្រាក់ខែ1លានក្នុងមួយឆ្នាំខ្ញុំយករបស់ទាំងនេះហើយអត់ទេមិនលក់ទេអ្នកនាងមិនអាចអាងតែខ្លួនឯងស្អាតមកធ្វើបាបគេឯងអញ្ចឹងទេ1លានគឺលក់មិនបានទេធូបការនេះខ្ញុំមិនសូវដឹងប៉ុន្តែគំនូរខាងយិននេះមិនខ្ញុំមិនដឹងទៅគ្រាន់តែមួយផ្ទាំងនេះក៏មានតម្លៃរាប់លានដែរគិតថាខ្ញុំស្រួលបោកអេថែមទាំងចង់ឲ្យខ្ញុំធ្វើជាគោជាសេះឲ្យនាងទៀតកុំយកសប្តិអីឯងនិយាយស្អីទុកឲ្យតាចាស់មើលបន្តិចមើលជារតនសម្បត្តិអ្វីទៅដែលឲ្យតម្លៃ1លានហើយនៅមិនលក់ទៀតលោកពូជាងលោកពុំក្រមុំលោកពូជួយវិតម្លៃសម្រាម2ដុំនេះបន្តិចមើលកាលពីកុំឲ្យអាល្អិតនេះគិតថាជារបស់មានតម្លៃបាន1លានហើយនៅមិនព្រមលក់ទៀតលោកពូជាងកុំខ្លាចអីធូបការជីឆាយ Lively Handmade នេះគឺជាស្នាដៃរបស់ជាងមិនល្បីឈ្មោះម្នាក់បើនិយាយពីធូរនេះគឺមិនសូវមានតម្លៃទេប៉ុន្តែគំនូរ Handmade ជូនៅលើនេះគឺជាស្នាដៃគូផ្ទាល់របស់ប្រធានសមាគមវិចិត្រករគឺលោកគ្រូលីវតម្លៃរបស់វាគឺប្រហែលជា1លានចុះមួយនេះវិញហាអាមួយនេះកាន់តែមិនបាច់និយាយទៀតនេះគឺជាស្នាដៃរបស់លោកគ្រូខាងយិនតម្លៃរបស់វាគួរតែលើសពី2លានតែប្រហែលជាមិនលើស3លានទេដូច្នេះប្អូនប្រុសដែលថានាងទាបនឹងគឺគេនិយាយមិនខុសទេសរុបទៅគឺ3លាន5លានលក់ឬអត់ស្អីគេ5លានញៀងច្បាស់ហើយហេយកពងអស់ចាមែនគេទិញអីតែងតែថ្លៃចុះនាងវិញមិនក៏ចេះតែដំឡើងថ្លៃអញ្ចឹងតោះលោកកុំតន់អពេកខ្ញុំសូមបញ្ជាក់មួយលុយ5លាននេះមិនមែនសម្រាប់តែគំនូរនិងថូបការនេះទេលោកត្រូវជួយធុរៈខ្ញុំមួយនាងកុំបារម្ភអីឲ្យតែមិនខុសសីលធម៌និងច្បាប់ទម្លាប់ទោះនាងចង់ឲ្យខ្ញុំរៀបការជាមួយនាងក៏ខ្ញុំអាចយកទៅពិចារណាបានដែរជួយធុរៈបានលុយ2លានមិនក៏មិនព្រមនោះហឹចង់រៀបការជាមួយបងស្រីខ្ញុំផងអីអាគីងកុកនាងស្រីស្អុយនេះនិយាយស្អីហ្នឹងគាត់ប្រច័ណ្ឌហើយបើមិនអញ្ចឹងឲ្យនាងមកធ្វើប្រពន្ធចុងខ្ញុំក៏បានជាងតូចព្រឹកស្អែកម៉ោង8មកហាងលក់វត្ថុបុរាណលីនមកហាមយឺតណានាងកុំបារម្ភរឿងលុយ2លាននេះខ្ញុំមិនធ្វេសប្រហែសទេអញ្ចឹងក៏ល្អប្រជារាស្ត្រដូចយើងឲ្យថ្ងៃនេះសប្បាយចិត្តណាស់មាន5លានអាចញ៉ែស្រីស្អាតបានហើយហាស្រីស្អាតបងស្រីមើលចរិតវាទៅឈីងសៀនាងចង់ឲ្យអាល្អិតនេះមកជួសជុលរបស់នោះហេ
ប៉ុន្តែតើវាមានសមត្ថភាពនឹងទេពូជាងលោកពូត្រូវមើលឲ្យច្បាស់ណាស់បច្ចេកទេសជួសជុលខ្ពស់បែបនេះសំបីខ្ញុំក៏មើលមិនដឹងថានៅមានកន្លែងខ្វះខាតដែរលោកពូចង់មានន័យថារបស់ទាំងពីរនេះគឺវាជាអ្នកជួសជុលគួរតែអញ្ចឹងហើយមើលទៅរតនសម្បត្តិមួយនោះមានសង្ឃឹមហើយហាងលក់វត្ថុបុរាណយើងបើកដំណើរការវិញបានឬអត់គឺអាស្រ័យលើវាហើយប៉ុន្តែនាងត្រូវគិតច្បាស់ណាស់គំនូរនាគរីកទាំង5-4នេះមានឱកាសជួសជុលតែម្ដងគត់មានន័យថាបើគំនូរនេះជួសជុលបរាជ័យវានឹងក្លាយជាសម្រាមពិតមែនមិនខានបងស្រីមើលចរិតវាមិនសមជាអ្នកចេះដឹងសោះតើយើងពិតជាត្រូវជៀសវាលរឿងហាងយើងអាចបើកវិញបានឬអត់ក្រៅពីវាយើងនៅមានជម្រើសល្អជាងនេះទៀតទេលុយសុទ្ធ5លានក្លាយជាសេដ្ឋីលំដាប់ពិភពលោកមិននៅឆ្ងាយទេតើចំណែកហាងលក់វត្ថុបុរាណលីននេះកំពុងរៀបចំបើកហាងហើយតើមិនចម្លែកទេដែលស្រីម្នាក់នេះមានលុយច្រើនចាយម្ដង5លានគំនូរនាគរីកទាំង9តម្លៃរាប់រយលានព្រោះតែរហែកទើបធ្លាក់ថ្លៃស្រីម្នាក់នឹងមិនមែនឲ្យខ្ញុំមកជួសជុលរបស់មានតម្លៃកម្រិតនេះទេដឹងចំនួនប្រើប្រាស់ថ្ងៃនេះត្រូវបានកំណត់ថ្មីហើយក្រវិលនេះមានថាមពលប្ដូរសម្រាមជារបស់មានតម្លៃប៉ុន្តែគំនូរនាគរីកនេះមានតម្លៃរាប់រយលានមិនដឹងថាអាចទេស៊ូចឹងឯងមកទីនេះធ្វើអីយ៉ាសៀវយ៉ានតើធ្វើកុំហៅឈ្មោះនេះអញខ្ពើមណាស់អូនសំឡាញ់នេះជាសង្សារចាស់អូនមែនទេគឺវានឹងហើយណែអាល្អិតអញថាក្មេងកម្លាំងពេញខ្លួនមិនរកស៊ីអីឲ្យបានត្រឹមត្រូវទេមិនក៏ចាំបាច់មកដែររើសសម្រាមវាយ៉ាងម៉េចក៏ប្រសើរជាងមនុស្សដូចឯងស៊ូចឹងអញទុនចំគង់ហើយបងវាងបើវាចោះអូនសម្លាញ់ចាំបងឲ្យគេដេញវាចេញឥឡូវនេះយោស្មានតែឯងអស់ចាប៉ុណ្ណាហ៊ានដេញអញផងឯងស័ក្តិសមទេអញប៉ាអញជាម្ចាស់ភាគហ៊ុនហាងនេះណាវើយអញប្រាប់ឯងចោះថ្ងៃនេះថៅកែលីនបានអញ្ជើញលោកគ្រូមកជួសជុលរតនសម្បត្តិប្រចាំហាងអ្នកមិនពាក់ព័ន្ធហាមចូលឯងមានសិទ្ធិអីនៅទីនេះស៊ូចឹងអញមកជាមួយលោកវាងដើម្បីមើលការជួសជុលវត្ថុបុរាណទេចុះឯងមកធ្វើអីឬមួយឯងជាលោកគ្រូដែលគេអញ្ជើញមកនោះសុំទោសផងមនុស្សម្នាក់នោះគឺអញនឹងហើយអញជាអ្នកដែលលីនឈីងស៊ីអញ្ជើញមកមួយនេះមើលរឿងច្រើនពេកហើយដើរអួតប្រាប់គេអញផ្ដេសផ្ដាសហើយថ្ងៃនេះអញចប់មិនខានទេល្អិតនិយាយអួតក៏មើលកាលៈទេសៈដែរវើយតាមអញដឹងលោកគ្រូដែលគេអញ្ជើញមកនោះអាចរកលុយបាន5លានត្រឹមមួយថ្ងៃចំណែកឯងវិញប្រហែលជារើសសម្រាប់មួយជីវិតក៏មិនបាន5លាននឹងផងឬមួយអញទីខុសពួកឯងទាំងពីរឆាប់ដេញមួយនេះចេញទៅហើយឲ្យវាឈរនៅមុខហាងនេះទៅពិតជារំខានមែនបាទលោកប្រុសតោះយើងអូសវាចេញទៅក្រៅអូនសម្លាញ់យើងចូលទៅខាងក្នុងមិនដឹងជាលោកគ្រូដែលគេអញ្ជើញមកនោះមកដល់ឬនៅទេកំពុងរងចាំជួសជុលគំនូរនោះហើយអញ្ចឹងតោះយើងទៅមើលថាតើគំនូររាប់រយលាននេះអាចស្អាតដូចដើមវិញឬអត់តោះយើងអញដើរខ្លួនឯងបានតើឈប់សិនថៅកែវាងថ្ងៃរះចាំងគូតទៅហើយចុះលោកគ្រូដែលថានោះមកដល់ពេលណាទៅបងស្រីខ្ញុំប្រាប់ហើយថាវាមិនគួរឲ្យទុកចិត្តទេថ្មនេះទៅហើយស្រមោលក៏មិនឃើញផងប្រកាសជាយកលុយ2លាននោះរត់បាត់ហើយគេមិនមែនជាមនុស្សបែបហ្នឹងទេថៅកែកុំប្រាប់ណាថានាងចង់លេងសើចនឹងពួកយើងបើគ្មានគំនូរនាគរីកទាំង9នេះទេខ្ញុំមិនជឿថាហាងនេះអាចបើកដំណើរការវិញបានឡើយថៅកែកុំឲ្យពួកយើងខកបំណងឲ្យសោះណាពួកយើងបានចុះកិច្ចសន្យារួចហើយបើថ្ងៃស្អែកបើកហាងមិនបាននាងត្រូវទិញយកភាគហ៊ុនរបស់ពួកយើងក្នុងតម្លៃខ្ពស់ជាងទីផ្សារ10 ដងមើលទៅលោកគ្រូដែលនាងនិយាយនោះថ្ងៃនេះមកមិនបានទេបើអញ្ចឹង
ពួកយើងក៏អ្នកណាថាគ្រូធំមកមិនបានជីងសៀខ្ញុំនាំអាល្អិតនេះមកជួបនាងហើយណែអាល្អិតមិនមែនណាត់គ្នាម៉ោង8ទេអីឯងមើលថ្មណាហើយមិនអាចបន្ទោសខ្ញុំទេខ្ញុំមកដល់តាំងពីយូរហើយតែនឹកស្មានមិនដល់នៅមុខទ្វារមានឆ្កែអត់ភ្នែកពីអាក្បាលមកខាំខ្ញុំទើបខ្ញុំខាត់ពេលបន្តិចអញ្ចឹងទៅឆ្កែស្អីគេនៅនេះមានឆ្កែណាស៊ូចឹងឯងថាមួយណាជីឆ្កែមិនក៏វាចូលមកបានលោកប្រុសស៊ូចឹងជាលោកគ្រូដែលពួកយើងអញ្ជើញមកឯងមានសិទ្ធិអីដេញគេស្អីគេអាមួយហ្នឹងជាលោកគ្រូដែលថៅកែលីនអញ្ជើញមកហេវានឹងហេលោកពូវ៉ាខ្ញុំសង្ឃឹមថាលោកនឹងបកស្រាយប្រាប់ខ្ញុំហាក្មេងហូបទឹកដោះមិនទាន់ដឹងក្តីម្នាក់នេះខ្ញុំមិនជឿថាវាមានសមត្ថភាពអីទេទោះបីជាអ្នកជំនាញជួសជុលវត្ថុបុរាណលំដាប់ពិភពលោកក៏មិនហ៊ានធានាថាអាចជួសជុលបានដែរនាងឲ្យវាមកថៅកែនាងគិតអីហ្នឹងអេបានហើយគ្រាន់តែគំនូប៉ុន្មានផ្ទាំងសោះស្អីគេឯងពិតជាអួតមិនចេះខ្មាស់មាត់មែនលោកឯងមិនជឿថាខ្ញុំអាចជួសជុលបានទេអីពួកយើងភ្នាល់គ្នាទៅយោពងភ្នាល់អីគេខ្ញុំនឹងភ្នាល់ថាខ្ញុំអាចជួសជុលបានឬអត់បើខ្ញុំអាចជួសជុលវាបានលោកឲ្យខ្ញុំ1 លានបើខ្ញុំជួសជុលមិនបានខ្ញុំឲ្យលោក1 លានវិញលោកព្រមទេទើបតែធ្លាប់ឃើញមនុស្សចង់យកលុយមកឲ្យខ្ញុំហ្វ្រេតាមកគួរឲ្យស្ដាយក្នុងខ្លួនមានតែ5 លានបើមិនអញ្ចឹងទេខ្ញុំអាចបោកយកលុយវាបានច្រើនជាងនេះចុះនាងវិញបើនាងជឿជាក់លើខ្ញុំនឹងសាកមើលបើនាងមិនជឿទេខ្ញុំនឹងសង្សារខ្ញុំនឹងទៅវិញឥឡូវនេះក្នុងមួយជីវិតនេះបើអាចឃើញគំនូរនាគ្រីទាំង9នេះត្រឡប់មកដូចដើមវិញខ្ញុំស្លាប់ក៏បិទភ្នែកចិត្តដែរខ្ញុំជឿជាក់លើលោកប៉ាក្រវលនេះអាចបដូរសម្រាមទៅជារតនសម្បត្តិដ៏មានតម្លៃបានអញ្ចឹងគំនូរនាគ្រីនេះក៏ប្រកាសជាអាចដូចគ្នានាគមានកូន9កូនច្បងឈ្មោះជាវនីវក្បាលនាគខ្លួនគោត្រូវរកគំនូរជាវនីវឲ្យឃើញប្រញាប់យកមកជួសជុលភ្លាមពេលវេលាមិនរងចាំទេតើនឹងអាចคล้ายដូចដើមវិញដែរឬអត់ជួសជុលបានជោគជ័យពិតជាអស្ចារ្យណាស់មិនក៏លឿនម្លេះនេះហើយជាធម្មពលនៃក្រវិលទឹកនាគមានកូន9កូនច្បងឈ្មោះជាវនីវក្បាលនាគខ្លួនគោត្រូវរកគំនូរជាវនីវឲ្យឃើញ